ខ្ញុំឆ្ងល់ហេតុអ្វីបានជាមនុស្សស្រីមួយចំនួនទូចគាត់តែងតែគិតថាពេលដែលខ្លួនគាត់វ័យច្រើនគាត់តែងតែគិតថាគាត់ត្រូវការស្នេហាខ្លាចមនុស្សគេអត់ស្រឡាញ់ដូចជាមើលឃើញខ្លួនឯងហ្នឹងដូចជាយកស្នេហាមកទៅជាលបែងឡៃឡុងស្នេហាអញ្ចឹងណាហើយយកខ្លួនឯងទៅបំពេញការស្រឡាញ់សម្រាប់មនុស្សប្រុសម្នាក់ដែលគេអត់ខ្វល់ណាខ្ញុំចង់ប្រាប់ថាមនុស្សស្រីមួយចំនួនចូលប្រាប់ខ្លួនឯងតិចចូលគិតពិចារណាខ្លួនឯងបានច្បាស់យើងមិនមែនសម្រាប់ឡៃឡុងមនុស្សប្រុសណាម្នាក់ឯងហើយយើងក៏មិនមែនជាខោអាវសម្រាប់មនុស្សប្រុសណាម្នាក់ដែលសម្រាប់ពាក់នឹងលោសម្រាប់ឲ្យស្រាក់មកវិញទេមិនមែនទេវ័យយើងចាស់ឬមួយក៏វ័យយើងក្មេងឬមួយក៏វ័យប៉ុន្មានក៏ដោយយើងកុំគិតថាខ្លួនឯងនឹងរស់នៅម្នាក់ឯងវាមិនកើតហើយយើងកុំគិតថាខ្លួនឯងនឹងខ្លាចអូតិចភាពវ័យចាស់របស់យើងអត់មានណាយកយើងកុំគិតអញ្ចឹងតែកាលណាយើងចិត្តគិតអញ្ចឹងណាគឺយើងអត់មានតម្លៃទេចាគឺយើងអត់មានតម្លៃទេចាយើងមិនមែនសម្រាប់អ្នកណាមកចូលហើយក៏ចេញទៅវិញទេកុំធ្វើបែបហ្នឹងត្រូវតែប្រាប់ខ្លួនឯងមានតម្លៃជីវិតដែលរស់នៅម្នាក់ឯងណាដែលមានគ្រប់សពបែបយ៉ាងមានផ្ទះមានការងារធ្វើមានក្រុមគ្រួសារល្អចាមានកូនបើក្នុងខ្លួនយើងបើយើងជាអ្នកមានម៉ាយទៀតបើយើងមានកូនយើងមើលថែកូនយើងឲ្យបានស្អាតទៅមើលថែខ្លួនឯងឲ្យបានល្អទៅនោះឲ្យគ្រប់សពបែបយ៉ាងគឺយើងមានសេចក្តីសុខផ្លូវចិត្តហើយចាហេតុអ្វីបានជាយើងមើលមកខ្លួនយើងគឺជាមនុស្សម្នាក់ដូចឡៃឡុងស្នេហាមិនមែនសម្លៀកបំពាក់គឺរឿងផ្សេងប៉ុន្តែខ្លួនយើងវ័យចាស់យើងកុំភ័យថាអត់ស្នេហាអត់មានអាណាយកអាណាមិនយកយើងកុំខ្វល់ហ្នឹងសំខាន់យើងធ្វើផ្លូវចិត្តយើងរីករាយធ្វើខ្លួនយើងឲ្យល្អមានការងារសមស្របទៅដល់សង្គមរបស់យើងធ្វើឲ្យខ្លួនយើងគឺជាមនុស្សម្នាក់មានតម្លៃចាខ្ញុំសូមប្រាប់ថាហេតុអ្វីបានជាមនុស្សស្រីមួយចំនួនយំយាយបោកខ្លួនបោកប្រាណដោយសារមនុស្សប្រុសម្នាក់ពេលខ្លះមនុស្សស្រីខ្លះទាំងដែលដឹងថាខ្លួនឯងឃើញសង្សារខ្លួនឯងបដាស្រីចាអោបថើបអង្គុយនៅមុខនៅតែបន្តការយកគេទាំងដែលខ្លួនឯងកំពុងឈឺចាប់ហេតុអ្វីមិនបោះបង់គេចោលខ្ញុំសួរគាត់ថាហេតុអីបានជានៅទ្រាំត្រែងដល់ណាទៀតគាត់ថាដោយសារគាត់ស្រឡាញ់គេពេកមិនមែនស្រឡាញ់គេពេកទេមកពីបងមកពីយើងខ្លួនឯងឲ្យតម្លៃអាមនុស្សប្រុសនឹងវាពេកដល់ថ្នាក់គេយកមនុស្សស្រីមកអោបថើបឲ្យឃើញបរោះថតទាំងរូបយើងឃើញខ្លួនឯងនឹងការពិតហេតុអ្វីបានជាយើងនឹងបណ្ដោយឲ្យខ្លួនយើងស្ថិតនៅក្នុងចាផ្លូវមួយដែលងងឹតដែលគ្មានតម្លៃសូម្បីតែបន្តិចមិនព្រមងឹបចេញពីបញ្ហាហ្នឹងចាអានេះគ្រាន់តែត្រឹមសង្សារទេចុះតម្រាំតែយើងបានការជាប្តីជាប្រពន្ធចុះអាមនុស្សប្រុសមួយហ្នឹងវានឹងយកស្រីមកដេកនៅមុខយើងនឹងទៀតចាមនុស្សយើងត្រូវតែមានអារម្មណ៍ឈឺចាប់មនុស្សយើងត្រូវតែមានអារម្មណ៍មួយបែងចែកខ្លួនឯងឲ្យដាច់ស្រឡះមិនមែនរឿងស្នេហាធ្វើឲ្យខ្លួនឯងងប់